អ្នកដែលបានថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធដោយសេចក្តីជ្រះថ្លាបានផលអានិសង្សច្រើនណាស់នៅក្នុងបិដកអបទានព្រះអង្គសម្ដែងពីប្រវត្តិរបស់ភិក្ខុមួយអង្គឈ្មោះសុភូតិកាលពីអតីតជាតិជាតបោះរឿងទៀវនៅក្នុងព្រៃអញ្ចឹងបានលឺឃើញព្រះសម្មាសម្ពុទ្ធឮថាព្រះអង្គបានត្រាស់ដឹងជ្រះថ្លាដើរបេះផ្កានៅក្នុងព្រៃហ្នឹងមកធ្វើជាអាសនៈសម្រាប់ព្រះអង្គគង់ដោយលោកទាវរៀបចំផ្កាព្យាបូជាអញ្ចឹងបន្តបោះហ្នឹងដើរកាច់ផ្កាព្រៃយកមកថ្វាយព្រះអង្គជាអាសនៈព្រះអង្គគង់សមាធិ7យប់7ថ្ងៃជ្រះថ្លាមែនតែនបានរំលឹកដល់គុណពុទ្ធដែលព្រះអង្គជាបុគ្គលបរិសុទ្ធព្រះអង្គមានបញ្ញាប្រមាណមិនបានព្រះអង្គមានប្រតិករណាដ៏ខ្ពង់ខ្ពស់រួចពីព្រះអង្គគង់និរោធសមាបត្តិ7យប់7ថ្ងៃព្រះអង្គព្យាករថាសុភូតិហ្នឹងស្លាប់អន្ទោលទៅកើតក្នុងសុគតិភពមិនកើតក្នុងអបាយភូមិទេហើយបានកើតជាស្ដេចទេវតា80ដងគាត់អានុភាពនៃការរំលឹកគុណព្រះសម្មាសម្ពុទ្ធហ្នឹងហើយបានមកកើតជាស្ដេចចក្រពត្តិនោះ1000ដងហើយមិនចាំបាច់និយាយអ្វីទៅដល់ការសោយរាជជាត្រឹមតែជាប្រទេសសេរីជាស្ដេចចក្រពត្តិមានន័យថាគ្រប់គ្រងចម្ពោះទ្វីបទាំងអស់ទ្វីបទាំង4ហ្នឹងហើយចុងក្រោយបានកើតជាកូនសេដ្ឋីមានទ្រព្យសម្បត្តិ80កោដចេញទៅបួសបានត្រាស់ជាព្រះអរហន្តឈ្មោះសុភូតិហ្នឹងទៅដោយអានុភាពនៃការរំលឹកគុណព្រះសម្មាសម្ពុទ្ធអញ្ចឹងសូមឲ្យឧត្តមលោកជំទាវញាតិញោមពុទ្ធបរិស័ទទាំងអស់មានសេចក្តីជ្រះថ្លារឿយរំលឹកគុណព្រះសម្មាសម្ពុទ្ធដើម្បីឲ្យបុណ្យហ្នឹងកើតឡើងក្នុងចិត្តរបស់យើងបានសេចក្តីចម្រើនទាំងអស់គ្នាហើយការរំលឹកដល់ពុទ្ធគុណនេះក៏ជួយការពារភ័យអន្តរាយដែរគ្រាន់តែងើពីគេងឡើងសូត្រអ្នកមោតាសៈភគវៈតោឬក៏អ្នកមោពុទ្ធសៈសូមថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់អ្នកមោធម្មសៈសូមថ្វាយបង្គំព្រះធម៌ជាម្ចាស់អ្នកមោសង្ឃសៈសូមថ្វាយបង្គំចំពោះព្រះសង្ឃជាម្ចាស់ក៏បានផលបានអានិសង្សច្រើនដែរបុណ្យនឹងត្រូវធ្វើជារៀងរាល់ថ្ងៃអញ្ចឹងហ្មងចាស់តែងតែងើបឡើងថ្វាយបង្គំព្រះលោកទាវហើយគាត់បានបុណ្យតាំងពីព្រលឹមហ្មងបុណ្យហ្នឹងបុណ្យអត់អស់លុយហើយបុណ្យហ្នឹងការរំលឹកគុណបរតនត្រ័យទៅណាមកណាអាចជួយឲ្យឈ្នះមារសត្រូវបានកម្លាំងនៃការរំលឹកគុណហ្នឹង